រៀនតទៅទៅនឹងពាក្យជាភាសាអង់គ្លេសខ្លះៗដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងតទៅនឹង vocabulary ដែល related តទៅនឹង close care អញ្ចឹងតទៅនឹងការថែទាំសម្លៀកបំពាក់យើងអានថា close care អញ្ចឹងខ្ញុំមានចំនួន5ពាក្យដែលពាក្យនីមួយៗយើងប្រើប្រាស់នៅក្នុងការសំដៅទៅលើសម្លៀកបំពាក់ណាការរៀបចំទុកដាក់សម្លៀកបំពាក់ណាអញ្ចឹងពាក្យទី1យើងគឺពាក្យថាបោកខោអាវឬក៏បោកសម្លៀកបំពាក់អញ្ចឹងពាក្យទី1នេះគឺយើងអានថា wash clothes អញ្ចឹងពាក្យនេះគឺបកថាបោកសម្លៀកបំពាក់ example ឧទាហរណ៍អញ្ចឹងយើងមើលទៅលើឧទាហរណ៍គេដាក់ថា I wash my clothes every Sunday I wash my clothes every Sunday យើងបកថាខ្ញុំបោកខោអាវឬក៏សម្លៀកបំពាក់រៀងរាល់ថ្ងៃអាទិត្យពាក្យទី2អញ្ចឹងពាក្យទី2របស់យើងគឺពាក្យថាហាលខោអាវឬក៏ហាលសម្លៀកបំពាក់អញ្ចឹងពាក្យនេះផងដែរជាភាសាអង់គ្លេសយើងអានថា hang clothes example ឧទាហរណ៍គេដាក់ថា she hangs the clothes outside she hangs the clothes outside នាងហាលខោអាវនៅខាងក្រៅយើងចូលទៅកាន់ពាក្យទី3គឺពាក្យថាអ៊ុតខោអាវឬក៏អ៊ុតសម្លៀកបំពាក់អញ្ចឹងពាក្យនេះជាភាសាអង់គ្លេសយើងអានថា iron clothes example ឧទាហរណ៍ My father irons his shirt before work My father irons his shirt before work គេบอกថាឪពុករបស់ខ្ញុំអ៊ុតអាវមុនទៅធ្វើការយើងចូលទៅកាន់ពាក្យទី4ពាក្យថាបត់ខោអាវអញ្ចឹងបន្ទាប់ពីអ៊ុតហើយគឺយើងរៀបចំបត់ខោអាវអញ្ចឹងពាក្យបត់ខោអាវជាភាសាអង់គ្លេសយើងអានថា fold clothes example ឧទាហរណ៍ Please fold your clothes neatly Please fold your clothes neatly អញ្ចឹងយើងបកថាសូមបត់ខោអាវរបស់អ្នកឲ្យមានរបៀបយើងចូលទៅកាន់ពាក្យទី5គឺពាក្យថាតុកខោអាវចូលទូឬក៏រៀបចំខោអាវដាក់ចូលទូអញ្ចឹងជាភាសាអង់គ្លេសយើងអានថា put away clothes example ឧទាហរណ៍អញ្ចឹងឧទាហរណ៍គេដាក់ថា she put away her clothes after folding them she put away her clothes after folding them អញ្ចឹងយើងបកថានាងតុកខោអាវចូលទៅក្នុងទូបន្ទាប់ពីបត់រួចបាទអញ្ចឹងសម្រាប់វីដេអូតទៅទៅនឹង vocabulary តទៅនឹងការរៀបចំសម្លៀកបំពាក់គឺមានត្រឹមតែប៉ុណ្ណេះហើយបើសិនបើទាំងអស់គ្នាចង់រៀនពាក្យថ្មីៗជាបន្តទៀតដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃទាំងអស់គ្នាអាច comment នៅក្នុងខាងក្រោមវីដេអូនេះបាទអញ្ចឹងខ្ញុំនឹងចែករំលែកនៅពាក្យថ្មីៗជាបន្តទៀតនៅវីដេអូក្រោយអរគុណសម្រាប់ការតាមដាននិងទស្សនាសូមជម្រាបលា